កម្មវិធី LD ហ្នឹងគឺស្រួលប្រើមែនទែនសម្រាប់គ្នាយើងដែលគាត់ធ្វើការ active page ឬក៏ active account អញ្ចឹងណាដូចឥឡូវនេះខ្ញុំមកធ្វើការលុបនៅ account admin របស់ខ្ញុំដែលធ្វើការ share live ដល់ពេល live ឥឡូវតាមមួយខែគឺក្រុមហ៊ុនវាលុបអូតូអញ្ចឹងណាហើយឥឡូវនេះខ្ញុំចូលមកក្នុង admin នេះគឺវាច្រើនពេកអញ្ចឹងដោយសារខ្ញុំការងារនៅខាងនេះដែរអញ្ចឹងខ្ញុំឲ្យ LD មួយនេះឲ្យគាត់លុបដោយខ្លួនឯងដោយសារខ្ញុំរវល់មកផលវីដេអូខាងនេះអញ្ចឹងខាងនេះខ្ញុំដាក់ឲ្យវាលុបចោលអញ្ចឹងដៃខ្ញុំនៅនេះដៃមួយទៀតខ្ញុំកាន់វាកាមេរ៉ាថតអញ្ចឹងខ្ញុំធ្វើការចុចតែមួយคลิกនេះខ្ញុំចុចតែមួយអានេះម៉ៅបាច់អញ្ចឹងខ្ញុំអូអានេះមកខាងនេះអូខេឥឡូវខ្ញុំខ្វែងចោលក៏បានខ្វែងចោលឥឡូវក្នុងហ្នឹងគឺវាកំពុងតែធ្វើការនិយាយទៅគឺដូចមនុស្សពីរនាក់កំពុងតែអង្គុយអញ្ចឹងណាមនុស្សម្នាក់កំពុងអង្គុយលុបវីដេអូដូចជាលុបនៅអ្វីដែលយើងស៊ីនៅក្នុង admin អញ្ចឹងណាហើយម្នាក់ទៀតកំពុងតែផុសវីដេអូខាងនេះនិយាយទៅគឺកម្មវិធី LD ហ្នឹងសម្រាប់បងប្អូនយើងដែលគាត់ស្គាល់គឺគាត់ដឹងហើយថាកម្មវិធី LD ជំនួយការងារអីខ្លះនិយាយទៅគឺការងារជំនួយច្រើនមែនទែនតែបើសិនជាបងប្អូនយើងទៅតែស្គាល់ទេរៀងពិបាកបន្តិចអញ្ចឹងសម្រាប់បងប្អូនយើងចង់ចេះរបៀបលុបអញ្ចឹងណាហើយ comment ខាងក្រោមបានខ្ញុំនឹងប្រាប់វីដេអូក្រោយនៅរបៀប record វាឲ្យវាលុបដោយខ្លួនឯងអញ្ចឹងណាដល់ឥឡូវខ្ញុំមកបានធ្វើអីទេខ្ញុំដៃស្ដាំខ្ញុំកាន់កាមេរ៉ាដៃឆ្វេងខ្ញុំធ្វើការឲ្យបងប្អូនមើលអញ្ចឹងណាហើយខ្ញុំមកធ្វើការងារកាន់នេះខ្ញុំមកធ្វើការផុសវីដេអូចូលក្នុង page ហើយអានេះខ្ញុំមកលុបនៅអ្វីដែលខ្ញុំធ្លាប់ស៊ីអញ្ចឹងណាព្រោះអានឹងមិនមែន admin page ទេអានឹងគឺ admin ផ្សេងអញ្ចឹងដោយសារ live ដែលធ្លាប់ live ហ្នឹងគឺវាច្រើនពេកអញ្ចឹងបើសិនជាខ្ញុំចំណាយពេលមកអង្គុយលុបយើងអត់មានពេលមកផុសវីដេអូហ្នឹងទេអញ្ចឹងខ្ញុំមកធ្វើការឲ្យវាលុបដោយខ្លួនឯងទៅអាហ្នឹងតាមតាណាទៅតាមតាគាត់ទៅគាត់ធ្វើការមិនគេតាមតាគាត់ទៅឥឡូវខ្ញុំមកធ្វើការខាងនេះវិញកុំទៅមួយទៀតអានេះឲ្យវាលុបខ្លួនឯងទៅនិយាយទៅគឺស្រួលមែនទែនហើយក៏ចំណេញពេលវេលាមែនទែនឃើញអត់នេះចុចដោយខ្លួនឯងខ្ញុំអត់បានចុចទេណាអាហ្នឹងខ្ញុំមកធ្វើការ script ឲ្យគាត់ធ្វើការដោយខ្លួនឯងបើសិនជាខ្ញុំចំណាយពេលមកលើខាងនេះកំពុងតែអង្គុយលុបអត់មានអ្នកណាមកផុសខាងនេះទេព្រោះម៉ោងផុសដែលម៉ោងផុសផ្ទុះ view គឺយើងមិនអាចលងបានទេអញ្ចឹងយើងឲ្យវាធ្វើការទៅគាត់ទៅយើងមកធ្វើការនៅខាងនេះវិញនិយាយទៅគឺស្រួលមែនទេបងប្អូនមើលខ្ញុំដាក់ឲ្យបងប្អូនមើលនេះគឺវាច្រើនពេកអញ្ចឹងវាចូល100 200វីដេអូដែរអញ្ចឹងបើសិនជាយើងចំណាយពេលមកលើខាងនេះវាយូរអញ្ចឹងឲ្យគាត់ធ្វើទៅតាមតែគាត់ទៅគឺអត់ជន់ទេឃើញអត់គឺវាលុបទៅ smooth ដូចយើងអង្គុយលុបអញ្ចឹងណាទៅអីមែនទេអញ្ចឹងសម្រាប់បងប្អូនយើងចង់ចេះរបៀបហ្នឹងណា comment មកខ្ញុំប្រាប់វីដេអូក្រោយហើយវីដេអូក៏មានតែប៉ុណ្្នឹងបងប្អូនជម្រាបលាបាយបាយ